ប្រទេសជាតិកំពុងត្រូវការកម្លាំងកងទ័ពខ្លាំងតតាំងនឹងខ្មាំងសត្រូវប្រទេសកំពុងមានសង្គ្រាមទួងស្រកឈាមក៏ត្រូវតែទៅគោលការណ៍ច្បាប់បានតម្រូវវឹកហាត់យោធាជីវិតនេះជួនជាតិធាតជួនម្ដាយចំណែករូបកាយនិងបេះដូងជួនពុំងាយកតបកិច្ចរបស់ប្រទេសដូច្នេះទើបបងសុំលាដើម្បីសន្តិភាពកម្ពុជាលាទាំងគ្រួសារមិនយូរទេមាសមេសូមអូនរងចាំត្រឹមតែ2ឆ្នាំបងនឹងវិលរកស្នេហាក្នុងនាមប្រជាជនខ្មែរមិនកិច្ចកែប្រកែកតវ៉ាស្រឡាញ់គោរពសាសនាព្រះមហាក្សត្រភារកិច្ចចប់នឹងត្រឡប់ជួបគ្រួសារជួបស្នេហាក្រោយពេលចប់ការវឹកហាត់អូននឹងត្រូវបានគេសរសើរបម្រើជាតិគ្រាមានវិបត្តិជាតិសាសនានិងព្រះមហាក្សត្រគោរពបម្រើមិនយូរទេមាសមេសូមអូនរងចាំត្រឹមតែ2ឆ្នាំបងនឹងវិលរកស្នេហាក្នុងនាមប្រជាជនខ្មែរមិនកិច្ចកែប្រកែកតវ៉ាស្រឡាញ់គោរពសាសនាព្រះមហាក្សត្រភារកិច្ចចប់នឹងត្រឡប់ជួបគ្រួសារជួបស្នេហាក្រោយពេលចប់ការវឹកហាត់កូននឹងត្រូវបានគេសរសើរបម្រើជាតិគ្រាមានវិបត្តិជាតិសាសនានិងព្រះមហាក្សត្រគោរពបម្រើជាតិសាសនានិងព្រះមហាក្សត្រគោរពបម្រើ